តោះបងប្អូនថ្ងៃនេះនាំបងប្អូនមកមើល resort គេទៅបើកថ្មីបងប្អូនណាកន្លែង Savory Cafe នេះបងប្អូនណានៅខាងទំនប់អំលិចអញ្ចឹងបើសិនជាបងប្អូនមកតាមផ្លូវជាតិលេខ3បងប្អូនចង់ទៅលេងកពតចង់ឈៀងចូលលេងទំនប់អំលិចនេះបងប្អូនអាចចូលលេងបាននៅកន្លែងនេះគេទៅបើកអញ្ចឹងមានអារម្មណ៍ថាវាមើលទេសភាពបងប្អូន refresh អែមមែនតើអញ្ចឹងបងប្អូនដូចខ្ញុំថតបង្ហាញអញ្ចឹងនេះមើលក្រោយខ្ញុំបងប្អូនទេសភាពអែមហើយនៅកន្លែងហ្នឹងក៏គេមានម្ហូបមានអាហារកំងឬក៏បែបលក្ខណៈ resort ផ្ទះលំហែបងប្អូនអាចមកស្នាក់នៅនឹងបានខ្ញុំសួរគេហើយមកយប់មាន40ហើយនឹង60ផ្ទះដាច់មួយ60អញ្ចឹងណាបងប្អូន40ហ្នឹងក៏ដាច់យើងផ្ទះមួយដែលឡែកហ្មងគេលក្ខណៈជួយជាផ្ទះគេធ្វើផ្ទះលំហែចឹងកន្លែងនេះទេសភាពតាមផ្លូវបងប្អូនខ្ញុំចូលថតឲ្យបងប្អូនមើលនេះកន្លែងនេះនៅលើស្ពានស្អាតមែនតើ view ខ្ញុំមកនេះពេលភ្លៀងបងប្អូននេះអញ្ចឹងទៅវារលឹមថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងទៅវាមេឃអាប់មើលទៅស្អាតមែនតើបងប្អូននេះ view នៅខាងក្នុងគេបងប្អូនគេរៀបចំបែបស្អាតថតរូបស្អាតបងប្អូនណាគាត់ចូលចិត្តថតរូបអីគឺមកកន្លែងនេះបែបធម្មជាតិគឺអែមមែនតើបងប្អូនហើយក៏មានម្ហូបកំងបងប្អូននេះកន្លែងនេះត្រីដំរីនេះខ្ញុំទៅឃើញលើកទី1ដែរបងប្អូនណាឃើញផ្ទាល់ហើយនៅបឹងហ្នឹងបងប្អូនអញ្ចឹងបងប្អូនអាចកំងម្ហូបទៅគេធ្វើឲ្យបាននៅកន្លែងហ្នឹងហើយ view នេះបងប្អូនណានៅខាងក្នុងហ្នឹងសម្រាប់បងប្អូនចូលចិត្តថតរូបចូលចិត្តធ្វើវីដេអូហ្នឹងគឺអែមបងប្អូនហើយឃើញហើយទេសភាពស្អាតមែនតើអានេះនៅខាងក្នុងបងប្អូននៅខាងក្នុងអានេះនៅខាងមុខកន្លែងមានកងានមានអីអូទេសភាពស្អាតមែនតើហើយបងប្អូនចង់បបក់ក៏បានដែរកន្លែងនេះមានថៃខ្ញុំឃើញថៃមើលកូនថៃអីផាជាសម្បូរថៃដែរបងប្អូនហើយក៏មានគេដាក់ម៉ងដាក់អីចឹងណាឥឡូវខ្ញុំនាំបងប្អូនមើលទេសភាពមកជុំវិញដងកន្លែង resort ហ្នឹងបងប្អូនហើយកន្លែងជុំវិញហ្នឹងក៏មាន resort គេច្រើនគ្នាដែរបងប្អូនមិនមែនតែមួយកន្លែងហ្នឹងទេមកជុំវិញបងប្អូនឃើញជុំវិញជើងភ្នំហ្នឹងគឺសិតតែ resort គេកន្លែងកាហ្វេកន្លែងម្ហូបអាហារអញ្ចឹងកន្លែងនេះក៏នៅក្នុងហ្នឹងបងប្អូនខ្ញុំបង្ហាញកន្លែងញ៉ាំកាហ្វេកន្លែងគេកំងអាហារអញ្ចឹងយើងអាចមកលក្ខណៈគ្រួសារបែបស្ងប់ស្ងាត់អីហ្នឹងគឺអែមបងប្អូនអែមមែនតើមើលទេសភាពបងប្អូននេះនៅខាងក្រោយកន្លែងចិត្ត resort មើលកន្លែងអង្គុយលេងជាងបងប្អូនអូអែមមែនតើមើលមេឃនៅភ្លៀងអត់តរាំងបងប្អូនមកឃើញតែសក់ខ្ញុំដឹងហើយឡើងសើមជោគអស់ហើយបើនិយាយពីទេសភាពវិញគឺ10 លើ 10ហើយបងប្អូនស្អាតមែនតើមើលនៅអារម្មណ៍ស្រេចឡើយខ្ញុំមកនេះកន្លែង resort គេបងប្អូនកន្លែង resort មើលទៅជាប់ជើងភ្នំគឺភ្ញាក់ពីគេមកអែមមែនតើឃើញជើងភ្នំហ្មងហើយកន្លែងនេះក៏គេមានធ្វើស្រែធ្វើអីចឹងបងប្អូនគេដាក់ទិញម៉ូនអីតាក់ទាញលក្ខណៈថតរូបស្អាតហ្នឹងខ្ញុំឃើញview នៅជើងភ្នំពិតជាអែមមែនតើបងប្អូនសម្រាប់បងប្អូនចូលចិត្តលក្ខណៈបែបធម្មជាតិនេះគឺត្រូវមែនតើបងប្អូនយើងមកបោះតង់ខ្លួនយើងក៏បានយើងជួល resort គេក៏បានអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយ